បាទខ្ញុំសូមគោរពជំរាបសួរសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកអ្នកអង្គញាអស់លោកស្រីព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ជាទីគោរពរាប់អានបាទដូចជាយើងបានដឹងទាំងអស់គ្នាហើយប្រហែលថ្ងៃចុងក្រោយនេះរដ្ឋាភិបាលថៃចាប់តាំងពីថ្នាក់រដ្ឋមន្ត្រីរហូតដល់នាយករដ្ឋមន្ត្រីបាននិយាយលៀបពណ៌មូលបង្កាច់ទម្លាក់កំហុសមកលើប្រទេសកម្ពុជាច្រើនពេកហើយដូច្នេះថ្ងៃនេះក្នុងនាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាខ្ញុំសូមឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះរដ្ឋាភិបាលថៃដែលតែងតែបង្វែររឿងអាក្រក់របស់ខ្លួនមកឲ្យកម្ពុជាក្នុងចេតនាអាក្រក់ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់រាជរដ្ឋាភិបាលកម្ពុជារបស់ថ្នាក់ដឹកនាំក៏ដូចជាប្រជាពលរដ្ឋខ្មែរអញ្ចឹងខ្ញុំក្នុងនាមអ្នកនាំពាក្យរាជរដ្ឋាភិបាលមានកាតព្វកិច្ចឆ្លើយតបដើម្បីការពារកិត្តិយសរបស់រាជរដ្ឋាភិបាលថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋខ្មែរគ្រប់គ្នាទី1ដោយបងប្អូនយើងបានជ្រាបស្រាប់ម្សិលមិញនេះបាទនាយករដ្ឋមន្ត្រីថៃលោកជំទាវផែថងឋានស៊ីណាវ៉ាត្រាចេញមកប្រកាសក្តែងជាសាធារណៈចោទប្រកាន់លៀបពណ៌ប្រទេសកម្ពុជាពាក់ព័ន្ធទៅនឹងអក្រិតកម្មតាមបណ្ដាញអ៊ីនធឺណិតដោយចាត់ទុកថាប្រទេសកម្ពុជានឹងជាឆមណ្ឌលធំនៃអក្រិតកម្មមួយនៅក្នុងពិភពលោកខណៈដែលប្រទេសរបស់ខ្លួនកំពុងតែកើតមានរឿងអាស្រូវនេះក្តៅកគុកអត់និយាយតែបង្វែរមកកម្ពុជាមុននឹងឆ្លើយតបចំណុចនេះខ្ញុំសូមបញ្ជាក់ជូនសាធារណមតិជាតិនិងអន្តរជាតិឲ្យបានជ្រាបប្រទេសកម្ពុជាយើងអត់ដែលបដិសេធថាអត់មានបញ្ហា scam online ការឆក់បោកតាមអនឡាញហ្នឹងទេយើងអត់ដែលបដិសេធទេយើងទទួលស្គាល់ថាប្រទេសយើងត្រូវបានក្រុមបណ្ដាញអ្នកប្រព្រឹត្តការឆក់បោកតាមអនឡាញហ្នឹងប្រើប្រាស់កម្ពុជាជាប្រទេសរងគ្រោះមួយក្នុងចំណោមប្រទេសរងគ្រោះជាច្រើននៅក្នុងជុំវិញតំបន់យើងនេះក្នុងហ្នឹងក៏មានប្រទេសថៃដែរបាទអញ្ចឹងយើងដឹងទាំងអស់គ្នាថា scam online នេះវាជាបញ្ហាស្មុគស្មាញពីព្រោះគេប្រើអ៊ីនធឺណិតតាក់ទងគ្នាដូច្នេះវាពិបាកបន្តិចក្នុងការតាមដានក្នុងការស៊ើបអង្កេតស្រាវជ្រាវប៉ុន្តែរឿងនេះវាទាមទារឲ្យមានកិច្ចសហការគ្នាស្អិតរមួតរវាងរដ្ឋាភិបាលនីមួយដែលរងគ្រោះដើម្បីបង្ក្រាបហើយនឹងទប់ស្កាត់កម្ពុជាយើងបានធ្វើកិច្ចការនេះយ៉ាងសកម្មនិងយកចិត្តទុកដាក់បំផុតហើយបានសម្រេចលទ្ធផលយ៉ាងច្រើនសូមជម្រាបជូនថាកម្ពុជាមានឆន្ទៈនយោបាយមោះមុតនៅក្នុងការប្រយុទ្ធប្រឆាំងបណ្ដាញអក្រិតកម្មឆក់បោកតាមអនឡាញនេះជាក់ស្ដែងយើងមានសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបាទគឺជាប្រធានដឹកនាំយន្តការក្នុងការប្រយុទ្ធប្រឆាំងបទអក្រិតកម្មតាមអនឡាញបានន័យថាថ្នាក់ដឹកនាំកម្ពុជាខ្ពស់បំផុតជាអ្នកដឹកនាំចាត់ចែងបញ្ជាសឲ្យឃើញថារាជរដ្ឋាភិបាលយើងយកចិត្តទុកដាក់ខ្លាំងណាស់រឿងនេះហើយខ្ញុំសូមបញ្ជាក់ជូនសាធារណមតិជាពិសេសប្រទេសថៃថានាយករដ្ឋមន្ត្រីកម្ពុជាដែលដឹកនាំកិច្ចការនេះគឺជានាយករដ្ឋមន្ត្រីដែលមានអំណាចពេញលេញក្នុងការដឹកនាំចាត់ចែងការងារដោយមិនបាច់ចាំទៅសុំយោបល់ពីយោធាដូចនៅប្រទេសថៃទេសូមជម្រាបបាទដូច្នេះខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ចំណុចរឿងនេះថាកម្ពុជាអត់មានប្រកែករឿងហ្នឹងទេតែកម្ពុជាបានកំពុងធ្វើប្រយុទ្ធប្រឆាំងយ៉ាងសកម្មណាបណ្ដាញឆក់បោកតាមអនឡាញនេះឲ្យច្បាស់ត្រង់ហ្នឹងប៉ុន្តែអ្វីដែលខ្ញុំចង់តវ៉ាជាមួយរដ្ឋាភិបាលថៃយ៉ាងម៉ឺងម៉ាត់នៅពេលនេះគឺនៅត្រង់ថារដ្ឋាភិបាលថៃបានបង្វែររឿងអាក្រក់ទាំងអស់ដែលកើតនៅក្នុងប្រទេសរបស់ខ្លួនមកកម្ពុជាក្នុង
ចេតនាអាក្រក់បាទបងប្អូននៅចាំទេប្រហែលថ្ងៃមុននេះរដ្ឋមន្ត្រីសេដ្ឋកិច្ច Digital សង្គមរបស់ថៃទើបតែបាននិយាយដូចគ្នាអញ្ចឹងបាទចោតប្រកាន់កម្ពុជាជាមជ្ឈមណ្ឌលអីអក្រិតកម្មអនឡាញអីស្រាប់តែនិយាយមិនទាន់បានរួចពីមាត់ផងបាទរឿងអាស្រូវបានផ្ទុះពេញប្រទេសថៃសារព័ត៌មានបរទេសសារព័ត៌មានក្នុងស្រុកចុះព្រួងព្រាតអំពីអក្រិតកម្មអនឡាញនៅក្នុងប្រទេសថៃដែលគេរកឃើញសម្បុកមួយយ៉ាងធំនៅលើទឹកដីថៃផ្ទាល់តែម្ដងហើយមិនត្រឹមតែជាសម្បុកអក្រិតជននៃការជួញដូរមនុស្សជួញដូរតាមអនឡាញទេថែមទាំងជាមជ្ឈមណ្ឌលចែកចាយបណ្ដាញថែមទៀតឃើញទេបាទទាន់ហន់បាទទោះជាយ៉ាងនេះក៏ដោយស្រាប់តែម្សិលមិញនាយករដ្ឋមន្ត្រីថៃចេញមកនិយាយដដែលដោយចោទមកលើកម្ពុជាដែលកម្ពុជាអត់មានកើតអីសោះស្ងាត់ឈឹងខ្លួនគាត់កើតក្តៅកគុកអត់និយាយចោទមកប្រទេសកម្ពុជានេះជារឿងដែលខ្ញុំត្រូវតបបញ្ជាក់ទៅភាគីថៃវិញឲ្យច្បាស់ត្រង់ចំណុចហ្នឹងបាទចង់និយាយថាម៉េចចង់និយាយថាផ្ទះរបស់ខ្លួនឯងសិតតែសម្រាមប៉ុន្តែមកចង្អុលឲ្យគេបោសផ្ទះគេនេះជារឿងដែលកំពុងកើតនៅក្នុងប្រទេសថៃដូច្នេះវាជារឿងគួរឲ្យខ្មាស់អៀនណាស់ដែលខ្លួនខំនិយាយបង្វែរបន្លប់ភាពអាម៉ាស់របស់ខ្លួនទម្លាក់កំហុសមកប្រទេសកម្ពុជាដោយគ្មានការទទួលខុសត្រូវអ្វីដែលគួរឲ្យអស់សំណើចហួសចិត្តមួយទៀតនាយករដ្ឋមន្ត្រីថៃបាទលោកជំទាវផែថងឋានស៊ីនវត្រាបានលើកឡើងថាថៃមានបំណងកាត់ផ្ដាច់អ៊ីនធឺណិតនិងអគ្គិសនីមកកម្ពុជាដើម្បីកុំឲ្យបំរើហៅថាបណ្ដាញរបស់អក្រិតជនតាមអនឡាញវាជារឿងគួរឲ្យអស់សំណើចនៅត្រង់ថាខ្ញុំមិនដឹងថាលោកជំទាវនាយករដ្ឋមន្ត្រីក្តាប់រឿងមិនបានឬមួយក៏ភ្លេចដោយសារតែលោកជំទាវទទួលសម្ពាធនយោបាយផ្ទៃក្នុងខ្លាំងពេកត្រូវគេទាមទារឲ្យចុះចេញពីតំណែងណាភ្លេចតាមពិតកម្ពុជាបានប្រកាសរួចហើយតាសម្ដេចធិបតីនាយករដ្ឋមន្ត្រីលោកបានប្រកាសហើយថាកម្ពុជាបានកាត់ផ្ដាច់យូរហើយតាលោកជំទាវបាទអ៊ីនធឺណិតអគ្គិសនីលែងប្រើពីប្រទេសថៃហើយកម្ពុជាកាត់ដោយខ្លួនឯងមិនបាច់ចាំថៃកាត់ទេហើយនេះបានជាមកទៅនិយាយរឿងហ្នឹងនៅពេលនេះវាជារឿងហួសចិត្តគួរឲ្យអស់សំណើចមែនទែនបាទអើយមកដល់ត្រឹមនេះយើងអាចនិយាយបានថាការមូលបង្កាច់ទម្លាក់កំហុសទៅលើអ្នកដទៃនេះខ្ញុំកាត់ដូចជារដ្ឋាភិបាលនិងយោធាថៃមានជំនាញខ្លាំងមែនទែនរឿងហ្នឹងបាទគឺតែងតែធ្វើអញ្ចឹងរហូតជាក់ស្ដែងឥឡូវខ្ញុំវិលទៅរឿងព្រំដែនបាទដែលកំពុងតែតានតឹងប្រឈមមុខដាក់គ្នាមកដល់សប្តាហ៍ថ្ងៃនេះដោយសារអ្នកណាគេភាគីថៃគឺជាអ្នកបង្ករឿងដោយបានចូលមកបាញ់កងទ័ពខ្មែរម្នាក់ឲ្យស្លាប់នៅក្នុងលីនដ្ឋានក្នុងបូរណភាពទឹកដីរបស់ខ្លួនឃើញទេដូច្នេះបន្ទាប់ពីក្រសួងការបរទេសកម្ពុជាបានកំណត់ទូតតវ៉ាយ៉ាងខ្លាំងទាមទារឲ្យមានការស៊ើបអង្កេតនាំយកជនដៃដល់ទៅផ្ដន្ទាទោសតាមច្បាប់ថៃអត់អើពើទេបែរទៅជាបង្កើតស្ថានភាពថ្មីទៅបិទព្រំដែនជាឯកតោភាគីតាមទំនឹងចិត្តណាដល់ពេលកម្ពុជាចាត់វិធានការតបវិញណាខ្លួនបើកម៉ោង8កម្ពុជាបើកម៉ោង9ខាតខ្លួនឯងបន្ទាប់មកទៀតកម្ពុជាបានចាត់វិធានការបិទគប់ការនាំបន្លែផ្លែឈើចូលមកកម្ពុជាខាតខ្លួនឯងប្រជាជនអ្នកដាំបន្លែផ្លែឈើសល់បោះចោលធ្វើឲ្យពួកគាត់ខឹងសម្បាហើយក៏ចេះតែលងខ្លួនបាទមិនដឹងថាត្រូវធ្វើម៉េចចង់បកក្រោយវិញប៉ុន្តែទាញកម្ពុជាឲ្យចូលរួមដោះស្រាយតាមរយៈការចរចានេះគឺជាកលល្បិចខ្លួនឯងអ្នកបង្កទាញកម្ពុជាថាឲ្យចរចាគ្នាដើម្បីបើកព្រំដែនឡើងវិញកម្ពុជាអត់ព្រមថ្នាក់ដឹកនាំយើងអត់ព្រមជាដាច់ខាតអញ្ចឹងថៃរដ្ឋាភិបាលនិងយោធាថៃហាក់បីដូចជាកំពុងនៅក្នុងស្ថានភាព
ជ្រុលក្បាលកពើទៅមុខខាតថយក្រោយមិនរួចហើយឥឡូវមើលបញ្ហាព្រំដែនយើងដែលកំពុងតានតឹងឡើងជាលំដាប់ដោយសារថៃជ្រុលក្បាលកពើមិនដឹងធ្វើអីចេះតែបន្តរុលបន្តិចធ្វើអញ្ចេះបន្តិចធ្វើចុះតាមទំនឹងចិត្តបន្តិចប្រកាសបិទព្រំដែនទៀតបាទជំរាបថ្នាក់ដឹកនាំរបស់យើងបានបញ្ជាក់រួចហើយថាកម្ពុជារងចាំកំដរថៃគ្រប់ស្នៀតយើងអត់ធ្វើមុនទេរឿងបិទព្រំដែននេះបាទប៉ុន្តែយើងអាចកំដរថៃបាននេះជាជំហររបស់ទាំងសម្ដេចតេជោហ៊ុនសែនទាំងសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ឲ្យខ្ញុំគ្រាន់តែបញ្ជាក់ឡើងវិញប្រាប់បងប្អូនជនរួមជាតិក៏ដូចជាប្រាប់ទៅភាគីថៃឲ្យបានយល់បាទអំពីរឿងនេះហើយគេចោទកម្ពុជាយើងគួរឲ្យអស់សំណើចបាទយកលេសដើម្បីធ្វើឲ្យមានភាពតានតឹងព្រំដែនគេថាកម្ពុជាយើងឈ្លានពានទឹកដីគេរំលោភបំពានបង្រាយទៅហ៊ានអីគ្រប់បែបយ៉ាងចូលប្រមាណគីឡូម៉ែត្រអីទៅក្នុងទឹកដីរបស់គេហូរហែចង់អស់សំណើចនិយាយទៅគេថាដីនឹងជារបស់គេអីប៉ុន្តែដល់ពេលយើងបបួលទៅតុលាការយុត្តិធម៌អន្តរជាតិអត់ហ៊ានចុះបើអ្នកច្បាស់អញ្ចឹងយកភ័ស្តុតាងទាំងអស់ទាំងទៅដាក់ឲ្យតុលាការទៅវាមិនស្រួលចប់ដោយសន្តិវិធីដោយសន្តិភាពមិនចាំបាច់នៅរោរឿងគេឲ្យព្រមទៅតុលាការឲ្យអួតថាគេនឹងចូលទឹកដីរបស់ខ្លួនអីប្រមាណគីឡូអីសពបែបយ៉ាងទាំងអស់បាទវាជារឿងគួរឲ្យអស់សំណើចហួសចិត្តបាទអញ្ចឹងខ្ញុំសូមអំពាវនាវម្ដងទៀតភាគីថៃឲ្យមានសេចក្តីក្លាហាននាំយករឿងហ្នឹងទៅតុលាការយុត្តិធម៌អន្តរជាតិបើសិនជាអ្នកចោទថាកម្ពុជារំលោភបំពានទឹកដីរបស់អ្នកនោះបាទអញ្ចឹងហើយបានជាចេះតែបង្ករឿងបាទបង្ករឿងគ្រប់យ៉ាងគម្រាមផ្ដាច់ភ្លើងផ្ដាច់អ៊ីនធឺណិតអីសពគ្រប់ហើយបើមើលទៅសភាពការខ្លួននៅពេលដែលខ្លួនទៅណាមិនរួចទាល់ច្រកទៅបង្កើតសភាពការមួយទៀតជាហោហែផឹងគោវាយរទេសភាសាខ្មែររបស់យើងណាគឺដូចចរិតបែបកូនក្មេងខ្ញុំនិយាយឲ្យត្រង់ទៅបាទហើយចុងក្រោយនេះកម្ពុជាបានសម្រេចមួយទៀតគឺឈប់នាំប្រេងឥន្ធនៈនិងឧស្ម័នពីប្រទេសថៃក្រោយពីពួកអស់លោកបានគម្រាមប្រមាថប្រជាពលរដ្ឋខ្មែរយើងប្រទេសកម្ពុជាយើងថាបើសិនជាកាត់តែប្រេងចេញកម្ពុជានឹងដាច់ខ្យល់ប៉ុន្តែខ្ញុំសូមជម្រាបណាកម្ពុជាក្នុងសករាជតេជោធិបតីមិនស្ថិតនៅក្រោមគំនាបរបស់បរទេសណាទេយើងអាចរស់នៅដោយរឹងប៉ឹងដោយខ្លួនឯងបាទអញ្ចឹងថៃសូមអ្នកកុំយល់ច្រឡំឲ្យសោះបាទហើយប្រកែណាស់រឿងបង្វែរស្ថានភាពយប់មិញខ្ញុំអានកសែតថៃឃើញគេយកអារឿងប្រេងហ្នឹងកម្ពុជាផ្ដាច់នាំចូលប្រេងឥន្ធនៈនិងឧស្ម័នហ្នឹងទៅជាកលៃថាមកពីថ្នាក់ដឹកនាំយើងនឹងដើម្បីចង់បានប្រយោជន៍ក្រុមហ៊ុនប្រេងក្នុងស្រុកអីហូហែឃើញនេះបងប្អូនយើងចេះរនឹកឃើញខ្លួនឯងជាអ្នកបង្កគម្រាមប្រមាថគេដល់ពេលគេចាត់វិធានការទៅវិញស្រាប់តែកលៃទៅរឿងផ្សេងកម្ពុជាសូមជម្រាបមានក្រុមហ៊ុនប្រេងច្រើនបរទេសមានតូតាល់កាល់តិចអីប៉ុណ្ណានៃគ្រប់ទីកន្លែងចប់មកមានក្រុមហ៊ុនក្នុងស្រុកគេប្រកបរបររកទទួលទានខាងប្រេងណាតេឡាសូគីមិចហើយច្រើនទៀតច្រើនក្រុមហ៊ុនប្រេងអញ្ចឹងយើងអត់មានខ្វះទេហើយកុំចេះតែកលៃបាទប្រកែកលៃមែនទេខ្ញុំស្ងើចបាទហើយសារព័ត៌មានទៀតសោតអត់មានវិជ្ជាជីវៈទេបាទចេះយករឿងអញ្ចឹងទៅផ្សព្វផ្សាយហើយចុងក្រោយនេះបើមើលមែនទេទៅគឺចប់បាទសារព័ត៌មាននៅថៃអញ្ចឹងបងប្អូនយើងដែលចូលចិត្តតាមដានបងប្អូនអ្នកសារព័ត៌មានក្តីតាមដានសារព័ត៌មានថៃប្រយ័ត្នបំពុលគេបំពុលមើលចោះប៉ុន្តែកុំឲ្យជឿឲ្យសោះចាំងមើលព័ត៌មានផ្លូវការចាំជឿបាទអញ្ចឹងខ្ញុំសូមសរុបមកវិញថាភាពពឹសពុលចរិតខូចរបស់រដ្ឋាភិបាលហើយនឹងកងទ័ពថៃគឺបានស្ដែងឡើងយ៉ាងច្បាស់មែនទែនណាច្បាស់មុនដំបូងរុញរឿងព្រំដែនឲ្យតែមានចំនួនផ្ទៃក្នុងរបស់ខ្លួនក្នុងការដណ្ដើមអំណាចរវាងរដ្ឋាភិបាលនិងយោធាថៃតែងតែ
រុញមកព្រំដែនកម្ពុជាយកកម្ពុជាជាចំណាប់ខ្មាំងដើម្បីដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួនដើម្បីមានលេសចោទថាអូរដ្ឋាភិបាលគ្រប់គ្រងបូរណភាពទឹកដីមិនបានអញ្ចឹងទៅយោធាត្រូវតែធ្វើរដ្ឋប្រហារដណ្ដើមអំណាចអីឡាក់នោះឡាក់នេះជាទម្លាប់យូរហើយបាទដែលតែងតែកើតមានចំនួនលើកមុនរឿងព្រះវិហារដូចគ្នាបាទឥឡូវកើតឡើងដដែលទៀតបង្ករឿងហើយរុញមកឲ្យកម្ពុជាជាអ្នកចូលរួមពាក់ព័ន្ធនិយាយទៅយើងរងគ្រោះមែនទែនបាទដោយសារតែចរិតលក្ខណៈរបស់រដ្ឋាភិបាលហើយនឹងយោធាថៃដែលបាននឹងកំពុងធ្វើរឿង scam online ដែលខ្ញុំលើកមិញរឿងដល់ខ្លួនឯងយ៉ាងអាម៉ាស់កើតពេញបន្ទុករុញមកកម្ពុជាអត់ខ្ចីនិយាយមួយម៉ាត់រឿងក្នុងប្រទេសថៃបែរជារុញមកកម្ពុជាស្ងាត់ឈឹងអត់មានអីផងបាទឃើញទេឥឡូវបន្ទាប់ពីហ្នឹងចូលដល់រឿងមួយទៀតដែលបង្ហាញថាចរិតរបស់មន្ត្រីថៃហើយនឹងយោធាគឺជាចរិតកូនក្មេងចរិតបង្ករឿងឥឡូវគេនិយាយអំពីពាក្យបណ្ដឹងបងប្អូនយើងគួរឲ្យអស់សំណើចបាទពាក្យបណ្ដឹងទី1មានពាក្យបណ្ដឹងអំពីរឿងថតសម្លេងសន្ទនាអីដែលយើងបែកធ្លាយថ្ងៃមុនបាទដល់ពេលគេសួរថាបណ្ដឹងហ្នឹងមិនដើម្បីអីដើម្បីការពារនាយករដ្ឋមន្ត្រីតែអត់មានគោលបំណងចង់ផ្ដន់កាត់ទោសសម្ដេចហ៊ុនសែនអីផងឃើញទេធ្វើឲ្យមានសម្លេងរួចហើយអត់បានការអីផងប៉ុន្តែបង្កើតរឿងវាបង្ហាញពីចរិតបង្កើតរឿងរបស់ភាគីថៃបាទហើយករណីនេះខ្ញុំសូមបញ្ជាក់ដែរថាក្រសួងការបរទេសរបស់យើងបានដាក់ការតវ៉ាទៅហើយបាទបញ្ជាក់ប្រាប់ភាគីថៃបាទខ្ញុំសូមរំលឹកឡើងវិញបន្តិចថាកម្ពុជាយើងបានបញ្ជាក់ជូនហើយថាកិច្ចសន្ទនាតាមទូរស័ព្ទរវាងសម្ដេចតេជោហ៊ុនសែនជាមួយនឹងនាយករដ្ឋមន្ត្រីថៃផែថងថានគឺជាផ្នែកមួយនៃការប្រស័យតាក់ទងពាក់ព័ន្ធនឹងបញ្ហាកិច្ចការទូតសន្តិសុខជាតិដូច្នេះការចងក្រងឯកសារស្ដីពីការពិភាក្សារវាងថ្នាក់ដឹកនាំជាតិដើម្បីធានានៅភាពត្រឹមត្រូវនិងសុចរិតភាពនៃទំនាក់ទំនងតម្លាភាពនិងការគ្រប់គ្រងចំពោះការទទួលខុសត្រូវរបស់ស្ថាប័នណាការិយាល័យសាធារណៈគឺជាការចាំបាច់ហើយការអនុវត្តនេះគឺត្រឹមត្រូវតាមស្តង់ដារមានការទទួលស្គាល់ជាអន្តរជាតិបាទមាននេះខុសទេអញ្ចឹងមានន័យថាម៉េចពាក្យបណ្ដឹងហ្នឹងវាគ្រាន់តែធ្វើឲ្យមានសម្លេងណាដើម្បីរឿងគេធ្វើឲ្យតែមានណាបាទបណ្ដឹងទី2គេញោមគ្នានិយាយទៀតណាវាគួរអស់សំណើចករណីលឹមកំយ៉ាបងប្អូនយើងនៅចាំបាទឃាតកម្មកើតឡើងនៅលើទឹកដីរបស់ខ្លួនពាក្យបណ្ដឹងនេះមើលទៅឈួតលីលាមែនទេបាទអត់មានអីទាំងអស់ឃាតកម្មកើតនៅលើទឹកដីរបស់ខ្លួនមិនអាចចាត់ចែងបានហើយមកបន្ទោសភ្ជាប់ទាញសម្ដេចតេជោទៅភ្ជាប់ទៀតបាទកម្ពុជាជនដៃដល់គឺជាជនជាតិថៃហើយរត់មកកម្ពុជាបានសហការចាប់បញ្ជូនត្រឡប់ទៅវិញនេះបង្ហាញឲ្យឃើញថាម៉េចបង្ហាញឃើញថាកម្ពុជាបានសហការយ៉ាងពេញលេញហើយប្រកបដោយភាពស្មោះត្រង់ហើយនឹងស្មោះសរតម្លាភាពអត់ខ្លាចបើសិនជាកម្ពុជានៅពីក្រោយឃាតកម្មហ្នឹងវាមិនដែលមានអ្នកណាចាប់បញ្ជូនជនដៃដល់ទៅឲ្យថៃវិញទេគិតតែប៉ុណ្ណឹងក៏យល់ដែរបាទដូច្នេះពាក្យបណ្ដឹងទាំងអស់នេះបើយើងសរុបទៅវាគ្រាន់តែធ្វើឲ្យមានសម្លេងបែបមនុស្សខូចធ្វើម៉េចកូនក្មេងខឹងគេធ្វើអីគេមិនបានអីក៏ជាមរាយគេនិយាយអស់បាទនេះជាចរិតដែលគួរឲ្យសោកស្ដាយជំនឿបាទសម្រាប់អ្នកនយោបាយថៃកងទ័ពថៃអញ្ចឹងបើយើងសរុបមកវិញគ្រប់រឿងទាំងអស់ដែលកើតឡើងទាំងបាល់ម៉ានគឺថៃជាអ្នកបង្កហេតុបាទខ្ញុំស្នើឲ្យរដ្ឋាភិបាលថៃលោកជំទាវនាយករដ្ឋមន្ត្រីឬក៏អ្នកនយោបាយពិនិត្យឡើងវិញចំណុចនេះ
ពិនិត្យថាប្រទេសរបស់អស់លោកអ្នកមិនមែនមានរឿងតែមួយកម្ពុជាទេណាជំទឹះអញ្ចឹងត្រូវតែពិនិត្យឡើងវិញមួយទៀតបាទគឺខ្ញុំមើលទៅប្រតិកម្មផ្សេងដែលអ្នកនយោបាយថៃធ្វើឡើងខ្វះភាពចាស់ទុំខ្វះការចេះដឹងខ្ញុំសូមគោរពបញ្ញវន្តថៃជាច្រើនដែលលោកមានការចេះដឹងយល់ហើយបាននិយាយប្រាប់ជាសាធារណៈដល់រដ្ឋាភិបាលដល់កងទ័ពដល់អ្នកនយោបាយថៃអំពីការពិតគេអ្នកចេះដឹងមានច្រើនណាស់នៅក្នុងប្រទេសថៃប៉ុន្តែមិនដឹងយ៉ាងម៉េចរដ្ឋាភិបាលធ្វើដូចចរិតកូនក្មេងដូចខ្ញុំនិយាយមិញធ្វើអីមិនបានក៏បានជេរដែរថ្មីឲ្យមានសម្លេងវាជារឿងមួយដែលខ្វះភាពចាស់ទុំខ្លាំងណាស់អញ្ចឹងខ្ញុំសូមផ្ដល់អនុសាសន៍ទៅវិញក្នុងនាមអ្នកនាំពាក្យរាជរដ្ឋាភិបាលឈប់ទៅបាទឈប់ទៅចរិតលក្ខណៈបែបហ្នឹងបាទកែទៅហើយខ្ញុំសូមថាជំនួសឲ្យការប្តឹងផ្ដាល់កម្ពុជាពីករណីដែលខ្ញុំលើកមិញថៃអញ្ញាធរថៃគូយកពេលវេលានេះទៅស៊ើបអង្កេតករណីដែលទាហានរបស់ខ្លួនបាញ់សម្លាប់កងទ័ពខ្មែរម្នាក់កាលពីថ្ងៃ28ខែឧសភានេះជាឃាតកម្មពិតប្រាកដនៅលើទឹកដីរបស់ដេចទទួលស្គាល់យកជួនដៃដល់ទៅផ្ដន់ទាទូនេះទើបជាកិច្ចការដែលត្រូវធ្វើមិនមែនធ្វើពាក្យបណ្ដឹងឲ្យទៅលឺសំឡេងអត់ប្រយោជន៍នឹងទេបាទវាគួរឲ្យអស់សំណើចខ្មាស់គេទី2សូមប្រើពេលវេលាទៅដោះស្រាយបញ្ហាផ្ទៃក្នុងខ្លួនឯងដែលកំពុងតែវល់នេះបាទរដ្ឋាភិបាលផ្សេងយោធាផ្សេងគណៈបកនយោបាយច្បុកច្បល់ចេញចូលរដ្ឋាភិបាលមិនដឹងស្អីនោះជាពេលវេលាសំខាន់ដែលត្រូវដោះស្រាយបញ្ហាផ្ទៃក្នុងមិនបានជាចេះតែរុញរោរឿងគេគ្រប់ទិសអញ្ចឹងបាទអញ្ចឹងជាចុងក្រោយនេះខ្ញុំសូមផ្ដាំទៅភាគីថៃថាកម្ពុជាបានសុខហើយកម្ពុជាមានសន្តិភាពក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងប្រកបដោយបញ្ញាវាងវៃបទពិសោធន៍យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់សម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីក៏ដូចជាសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបច្ចុប្បន្នយើងកំពុងតែនាំប្រទេសយើងឈានទៅការអភិវឌ្ឍសម្រាប់ចក្ខុវិស័យកម្ពុជាឆ្នាំ2050ក្លាយជាប្រទេសមានចំណូលខ្ពស់កម្ពុជាបានបញ្ជាក់ហើយថាយើងស្រឡាញ់សុខសន្តិភាពយើងចង់បានព្រំដែនសន្តិភាពមិត្តភាពកិច្ចសហប្រតិបត្តិការក្នុងនាមជាអ្នកជិតខាងល្អអញ្ចឹងទុកឲ្យកម្ពុជាបានសុខផងកុំចេះតែរុញបញ្ហាមកឲ្យកម្ពុជាហើយខ្ញុំសូមបញ្ជាក់ជូនមួយទៀតថានៅពេលដែលមានបញ្ហាព្រំដែននេះឃើញស្រាប់ហើយប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសស្រុះគ្នាណាបាទរួមគ្នាសាមគ្គីជាធ្លុងមួយជាសម្លេងតែមួយក្នុងការគ្រប់គ្រងរាជរដ្ឋាភិបាលនិងកងទ័ពយើងដើម្បីការពារបូរណភាពទឹកដីមិនឲ្យបាត់បង់នេះគឺជាចំណុចខ្លាំងរបស់កម្ពុជាបាទខុសពីប្រទេសថៃដែលបែកបាក់នៅក្នុងស្ថានភាពមួយដ៏លំបាកលំបិនអញ្ចឹងជាថ្មីម្ដងទៀតយកពេលវេលាទៅដោះស្រាយបញ្ហារបស់អ្នកកុំបង្កបញ្ហាដល់អ្នកជិតខាងបាទសូមអរគុណ